សូមជ្រះថ្លាអនុមោទនាបុណ្យកឋិនទានដែលមានពុទ្ធបរិស័ទគ្រូចៅកបអធិការតាមដាវត្តនិងញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានជើញចូលរួមដង្ហែនៅបុណ្យកឋិនទានមហាសាមគ្គីដែលស្ថិតនៅវត្តរស្មីសាមគ្គីគិរីតបជាងដែលញាតិញោមបានចូលរួមដង្ហែមានបងស្បៃត្រៃជីវរបច្ច័យមួយចំនួនទុកសម្រាប់ប្រគេននៅព្រះសង្ឃដែលកងចាំព្រះភាសាចន្លោះរយៈពេល3ខែណាហើយនេះជារដូវអង្គកឋិនទានរដូវកាលកឋិនទានដូចញាតិញោមបានបងប្អូនបានឃើញរូបភាពនេះមានញាតិញោមគាត់ចូលរួមហើយច្រើនគួរសមណាឡើងចៀតណាឆ្លងពេលដែលយើងចូលក្នុងគ្រឹះព្រះវិហារណាដែលចៀតទាំងទៅឃើញមនុស្សច្រើនដែលញាតិញោមគាត់ចូលម្ដងមួយទៅណាបើស្លោកវាធំចូលផ្លែតអស់តែនេះរៀងល្មមអញ្ចឹងចូលអញ្ចឹងទៅមើលឃើញស្អាតញាតិញោមបានជាប់រូបភាពនេះមើលទៅឃើញថាច្រើនណាមានសទ្ធាចូលរួមនៅបុណ្យកឋិនទានអញ្ចឹងហើយសង្ឃឹមថាញាតិញោមប្រុសស្រីបានធ្វើបុណ្យរួចហើយណាបុណ្យនឹងនាំយើងទៅកាន់ទីកន្លែងសុខកន្លែងស្ងប់កន្លែងគ្មានទុក្ខកន្លែងគ្មានភ័យឲ្យនាំមកនៅតែលៀបឲ្យនាំមកនៅតែជ័យឲ្យនាំមកនៅតែសេចក្តីសុខសេចក្តីចម្រើនរត់ទទួលទានមានបានមានបុណ្យជួយញាតិញោមពុទ្ធបរិស័ទគុណចាស់គ្រប់អង្គចម្រុងចម្រើនចេរកាលទៅជាពិសេសញាតិញោមដែលមានសទ្ធាណាជឿជាក់ធ្វើបុណ្យដោយតិចក្តីច្រើនក្តីដើម្បីជាបច្ច័យសម្រាប់កសាងនៅវត្តអារាមសម្រាប់កសាងនៅធនធានព្រះសង្ឃដែលបួសរៀនសិក្សានៅក្នុងសំណាក់ពុទ្ធសាសនានេះអញ្ចឹងបច្ច័យដែលញាតិញោមបានចូលរួម